ឃើញចាក់ដាក់ចូលពុម្ពចេះមិនមែនជាការធ្វើជាហួយឬក៏ធ្វើការ៉េមអីទេតែជាការចាក់ឃ្លីដងចូលទៅក្នុងពុម្ពដើម្បីបង្កក់ទុកប្រើនៅពេលក្រោយដោយសារនៅពេលខ្លះគឺយើងភ្លេចទិញមកពិសាឬក៏ពេលខ្លះទៀតគឺយើងត្រូវការប្រើភ្លាមប៉ុន្តែគឺអត់មានឃ្លីដងនៅក្នុងផ្ទះទុកប្រើអញ្ចឹងហើយនៅពេលដែលយើងបង្កក់ឃ្លីដងទុកនោះគឺយើងអាចយកមកប្រើបានភ្លាមនៅពេលដែលយើងត្រូវការហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពីវិធីទុកឃ្លីដងឲ្យបានយូរដោយវាអត់ឡើងជូរឬក៏ឡើងពណ៌ត្នោតខ្ទិះដូងនេះគឺជាខ្ទិះដូងដែលខ្ញុំទិញមកពីផ្សារហើយខ្ញុំឲ្យគេពូតលាយទឹកបន្តិចគឺខ្ញុំអត់យកខ្ទិះដើមសុទ្ធទេដោយសារតែនៅក្នុងខ្ទិះដូងហ្នឹងគឺមានកាកដូងជាមួយនឹងកំទេចត្រឡោកដូងអញ្ចឹងហើយខ្ញុំត្រូវការឲ្យវារងធ្លាក់ចុះមកក្រោមហើយតែខ្ញុំបង្ហូរទឹកហ្នឹងចេញមកជាមួយនឹងកាកដូងហើយដើម្បីឲ្យវាធ្លាក់ចុះមកក្រោមហ្នឹងគឺយើងត្រូវទុកវាចោលរយៈពេល2ទៅ3ម៉ោងតែដោយសារតែខ្លាចថាខ្ទិះដូងនឹងផ្អូមអញ្ចឹងហើយយើងត្រូវទុកវានៅក្នុងទូទឹកកកហើយបន្ទាប់ពីទុកបាន2ម៉ោងហើយឥឡូវហ្នឹងខ្ទិះដូងជាមួយនឹងទឹកគឺវាញែកចេញពីគ្នាអញ្ចឹងហើយទីទៀតខ្ញុំនឹងយកកន្ត្រៃហ្នឹងមកកាត់គូថងដើម្បីបង្ហូរទឹកជាមួយនឹងកាកដូងចេញការបង្ហូរទឹកនៅក្នុងខ្ទិះដូងនេះគឺខ្ញុំតែងតែប្រើរាល់ដងនៅពេលដែលខ្ញុំទិញខ្ទិះដូងយកមកព្រោះទោះបីជាខ្ទិះដូងនេះច្រកការបានស្អាតក៏ដោយប៉ុន្តែកំទេចត្រឡោកដូងដែលខ្មៅនេះគឺវានៅតែមានហើយការធ្វើបែបនេះគឺធ្វើឲ្យកំទេចត្រឡោកនេះធ្លាក់ចុះមកក្រោមដែលធ្វើឲ្យខ្ទិះដូងរបស់យើងនេះវាអត់ឡើងពណ៌ត្នោតហើយការបង្កខ្ទិះដូងទុកនេះគឺខ្ញុំប្រើជាខ្ទិះដើមសុទ្ធអត់មានលាយទឹកទេព្រោះខ្ទិះដូងដែលលាយទឹកហ្នឹងគឺវាទុកអត់បានយូរទេហើយដើម្បីឲ្យប្រកាសថាខ្ទិះដូងហ្នឹងគឺអត់មានកំទេចឬកាកនៅក្នុងហ្នឹងគឺខ្ញុំនឹងយកវាមកច្រោះម្ដងទៀតហើយបន្ទាប់ពីច្រោះហើយគឺឃើញថានៅជាប់នៅនឹងកណាត់ហ្នឹងគឺមានកំទេចត្រឡោកដូងជាមួយនឹងកាកដូងបន្តិចនៅសល់អញ្ចឹងហើយជាការល្អគឺយើងគួរតែច្រោះវាម្ដងទៀតហើយបន្តមកទៀតគឺយើងយកខ្ទិះដូងហ្នឹងទៅដាក់ដាំនៅលើភ្លើងដោយខ្ញុំបានបន្ថែមអំបិលបន្តិចចូលទៅក្នុងខ្ទិះដូងហ្នឹងហើយបន្ទាប់ពីកូរអំបិលបានរលាយហើយគឺយើងដាំវាឲ្យពុះរួចហើយទុកឲ្យរាងត្រជាក់សិនខ្ទិះដូងនេះនៅពេលដែលយើងយកទៅបង្កកហ្នឹងគឺយើងអាចយកទៅដាក់ចូលនៅក្នុងពុម្ពដើម្បីធ្វើតកឬក៏យកទៅដាក់ថង់ទួយក៏បានដែរហើយយើងចាក់វាទុកហ្នឹងតិចឬច្រើនទៅតាមតម្រូវការដែលយើងធ្លាប់ប្រើតាមមានខ្ទិះដូងទុកសកួរនៅផ្ទះហ្នឹងគឺងាយស្រួលមែនតើនៅពេលដែលយើងភ្លេចទិញមកពីផ្សារឬក៏យើងត្រូវការធ្វើបង្អែមឬក៏ទឹកក្លុកហ្នឹងគឺយើងមានខ្ទិះដូងនៅក្នុងទូទឹកកកស្រាប់ដើម្បីយកមកប្រើហើយខ្ទិះដូងនេះបន្ទាប់ពីចាក់ចូលទៅក្នុងពុម្ពឬក៏ថង់រួចហើយគឺយើងទុកនៅក្នុងទូទឹកកកហ្នឹងរហូតទាល់តែកកចំពោះខ្ទិះដូងដែលចាក់ចូលនៅក្នុងពុម្ពនេះគឺនៅពេលដែលខ្ទិះដូងកកហើយគឺយើងអាចយកថង់មកគ្របពីលើដើម្បីកុំឲ្យមានដីហុយលើឬក៏អ្នកទាំងអស់គ្នាអាចគោះវាចេញពីក្នុងពុម្ពហ្នឹងហើយយកទៅដាក់ចូលនៅក្នុងថង់ឬក៏ប្រអប់ដែលបិទជិតក៏បានដែរខ្ទិះដូងនេះគឺអាចទុកបានដល់ទៅ1ខែឬក៏លើសហ្នឹងទៅទៀតគឺយើងត្រូវមើលទៅតាមសភាពរបស់ខ្ទិះដូងហ្នឹងតើវាមានឡើងពណ៌ត្នោតដែរឬទេហើយខ្ទិះដូងដែលដាំពុះបែបនេះប្រសិនបើយើងអត់យកទៅដាក់កន្លែងកកទេគឺយើងអាចទុកនៅក្នុងទូទឹកកកកន្លែងធម្មតាហ្នឹងបានរយៈពេល7ថ្ងៃទៅ1អាទិត្យប៉ុណ្ណោះហើយនេះគឺជាវិធីរក្សាខ្ទិះដូងទុកឲ្យបានយូរដែលខ្ញុំតែងតែប្រើប្រសិនបើបងប្អូនមានវិធីណាដែលអាចទុកខ្ទិះដូងឲ្យបានយូរនឹងផ្សេងពីហ្នឹងគឺអាចខមមិននៅក្រោមវីដេអូនេះបានហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេប្រសិនបើខ្ញុំនិយាយទៅមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋាន